ព្រះអង្គដ៏ចម្រើនមានគេប្រាប់ថាទ្រង់ចង់ជួបទូលគុំពិតមែនហើយឆាប់ចូលមកទេវទត្តសាមវៈរបស់យើងស្ដាប់ពាក្យណែនាំរបស់យើងហើយពួកគេប្រកាន់ខ្ជាប់ពាក្យព្រានដៅរបស់យើងតែទេវទត្តយើងឮមកថាលោកធ្វើខុសដោយរួបរวมគ្នាប្រព្រឹត្តតាមលោកធ្វើខុសពីច្បាប់របស់យើងដើម្បីសាងភាពបែកបាក់ក្នុងចង្កោមសង្ឃវាជារឿងដែលគួរឲ្យសង្វេគណាស់ទ្រង់ដោយចម្រើនបណ្ដាសង្ឃកំពុងតែទទួលនូវទុក្ខវេទនាក្រោយពីទទួលនូវភាពមិនល្អក្នុងការចូលមកលាតត្រដាងក្នុងសាសនាដូចជាជនពីរភិវរៈកខេតករនិងព្រាននារីលោកស្នើយ៉ាងម៉េចស្រេចតែទ្រង់ដោយចម្រើនទូលបង្គំសូមស្នើថាសូមឲ្យភិក្ខុភិក្ខុនីគួរតែនៅក្នុងព្រៃទូលបង្គំថែមទាំងស្នើទៀតបណ្ដាភិក្ខុភិក្ខុនីគួរតែចេញបណ្ឌបាតគួរតែពាក់ស្បង់ដែលធ្វើអំពីកណាត់បណ្ដាភិក្ខុភិក្ខុសង្ឃគួរតែអង្គុយសមាធិនៅក្នុងព្រៃលើកលែងឆាន់សាច់ហើយសាវកទាំងអស់គួរគោរពតាមច្បាប់វិន័យរបស់សង្ឃឲ្យបានហ្មត់ចត់ទេវទត្តក្រោយពីលោកបួសលោកធ្លាប់នៅក្នុងព្រៃដែរទេមិនដែលទេតើធ្លាប់ស្លៀកស្បង់ជីពោធ្វើអំពីកណាត់ចាស់ចាស់ទេអត់ទេតើធ្លាប់ប្រាស់ចាស់ឆាន់សាច់ដែរទេអត់ទេតែធ្លាប់អង្គុយសមាធិក្នុងព្រៃហើយចេញបណ្ឌបាតផងដែរទេវទត្តលោកធ្វើតាម3ក្នុងចំណោម5ប្រការដែលលោកទាមទារមិនបានផងលោកគិតថាបញ្ញត្តិវិន័យទាំងឡាយសមគួរដែរទេមានភិក្ខុជាច្រើនព្រមទទួលវិន័យទាំងនេះទេវទត្តកុំបំបាយក្រុមសង្ឃអីបើលោកមិនយល់ស្របនឹងវិន័យរបស់យើងទេលោកអាចចាកចេញទៅបានទូលបង្គំនឹងទៅជាមួយភិក្ខុដែលតាមទូលបង្គំហើយគោរពចំពោះទូលបង្គំលោកចង់ធ្វើអ្វីក៏ធ្វើចុះបើគំនិតរបស់លោកបរិសុទ្ធលោកនឹងទទួលបានល្អតែបើគំនិតរបស់លោកមិនបរិសុទ្ធលោកនឹងទទួលផលអាក្រក់គ្រប់គ្នាមានសេរីភាពនៅក្នុងការពិភាក្សាជាមួយយើងតាមតម្រូវការតែលោកចូលប្រយ័ត្នទង្វើរបស់លោកផង